ផ្ដើមរឿងដំបូងឆោអើគឺត្រៀមដើម្បីវាយប្រហារគេក៏បានហោះសម្បត្តិទៅកាន់ស្ដេចតោអណ្ដាតភ្លើងស្ដេចតោបានឃើញចឹងវាក៏ក្រហមឡើងរួចក៏បានខ្ជះបាល់អណ្ដាតភ្លើងជាច្រើនទៅកាន់ឆោអើញ៉ាណាល្បឿនរបស់បាក់សឺរន្ទះដែលជាឆោអើនេះគឺលឿនមែនតើអ្នកផ្សេងទៀតដល់ពេលបានឃើញចឹងគឺឡើងចំហមាត់អស់ហើយរួចភ្លាមមកដែរបាល់អណ្ដាតភ្លើងដ៏ធំក៏សម្ដៅមកសារជាថ្មីប៉ុន្តែឆោអើក៏បានហោះទម្លាអណ្ដាតភ្លើងនោះតែម្ដងស្ដេចតោដល់ពេលឃើញអញ្ចឹងទៅគឺចាប់ផ្ដើមរៀងភ័យក្នុងការភ្នែករបស់គេគឺបានឃើញឆោអើនេះសម្ដៅមកលឿនមែនតើហើយឆោអើក៏បានហោះទម្លារាងកាយរបស់ស្ដេចតោនោះតែម្ដងស្ដេចតោនៅពេលនេះខ្លួនរបស់វាក៏ចាប់ផ្ដើមរៀងញ័របន្ទាប់មកក៏បានធ្លាក់ចូលមកខាងក្រោមក្បៀកតែម្ដងខាងគ្នារបស់សត្រូវដល់ពេលឃើញចឹងហើយចំហមាត់ឡើងពេញនឹងចូហ្វានក៏មិនចង់ជឿដែរថាសត្វខាងវិញ្ញាណថ្នាក់ទី6ចាញ់សត្វខាងវិញ្ញាណថ្នាក់ទី4បែបហ្នឹងកម្លាំងរបស់ឆោអើនេះគឺមិនអាចទាយបានទេគេបានប្រើប្រាស់រន្ទះឋានសួគ៌ពណ៌ស្វាយកម្រិតទី4រូបជំនាញរបស់គេគឺមាន2មានទាំងការការពារនិងការវាយប្រហារតែអាចទេដែលសត្វខាងវិញ្ញាណនឹងទទួលបានស្មារតីនៅក្នុងការយល់ដឹងមានឱកាសអាចវិវត្តទៅជាសត្វដ៏ពិសិដ្ឋបានចំណែកឯហងពូឈិនធានឃើញម៉ាក់សែរន្ទះនោះហើយគេក៏រៀងញ័រខ្លួនដែរតើសត្វនោះគឺជាអ្វីទៅស្ដេចតោរបស់ខ្ញុំត្រូវបានសម្លាប់ដោយបក្សីតូចនោះបក្សីតូចនេះគឺជារបស់ជូហ្វានហើយក៏មានសមត្ថភាពអស្ចារ្យដូចគ្នាទៀតវាគឺមានតម្លៃស្មើទៅនឹងសត្វខាងវិញ្ញាណដែលមាននៅលើលោករួចជូហ្វានក៏ឲ្យឆោអើនឹងជួយសម្អាតផ្លូវឲ្យគ្នារបស់គេនឹងអាចចាក់ចេញទៅបានពួកគេនោះដល់ពេលបានលើអញ្ចឹងទៅគឺផាត់ភ័យបាត់ហើយឯឆោអើក៏បានស្រែកគំរាមទៅកាន់ពួកវានោះទៀតដល់អញ្ចឹងមានអីនាំគ្នារត់ចែកជើងឡើងពេញនឹងបើសិនជាមិនចង់ឲ្យជីវិតរបស់ពួកគេនឹងដូចជាស្ដេចតោមុននេះឆោអើក៏ហោះកាត់រន្ទះពណ៌ស្វាយក៏ចាប់ផ្ដើមបាញ់ទៅលើពួកគេនោះតែមែននៅពេលនេះគឺពោពេញទៅដោយរន្ទះពណ៌ស្វាយតែម្ដងរីឯឈិនឆេងឃើញចឹងក៏ឡើងថាចូហ្វានតែងតែជួយពួកគេនឹងជានិច្ចចំណែកធានយ៉ាងនិយាយឡើងចូហ្វាននេះអ្វីដែលគេមានគឺកាន់តែឈួតទៅហើយសូម្បីតែសត្វចិញ្ចឹមរបស់គេនេះក៏មិនធម្មតាដែរឈិនឆេងក៏ប្រាប់ឡើងថាឥឡូវនេះពួកយើងគឺជប់ចែកគ្នារឿងដំបូងដែលត្រូវធ្វើបញ្ញាប់ចាក់ចែងពីទីនេះសិនឈិនធានដល់ពេលឃើញគ្នាចូហ្វានរត់គេអញ្ចឹងវាក៏ចាប់ផ្ដើមខឹងរួចស្រែកឡើងថាតើសាវញ្ញាណតែមួយក្បាលចង់បំផ្លាញផែនការរបស់យើងឬបើសិនជាឯងមានអីផ្សេងទៀតនឹងចាប់បង្ហាញចេញមកចូហ្វាដល់ពេលលើអញ្ចឹងក៏សម្បើចូលទៅដោយតបថាបើអញ្ចឹងរាប់ខ្ញុំបញ្ចោផងឈិនធានទៅវិញតែឯងគិតថាឯងអាចបញ្ឈប់យើងបានដែរឬហេតុផលដែលឯងអាចរស់នៅបានមកដល់ទីនេះព្រោះតែយើងនឹងលេងសើចជាមួយឯងតែប៉ុណ្ណោះគេក៏ក្តាប់កំាប់ដៃពោពេញទៅដោយធម្មពលដែលបន្តថាឯងគិតថាយើងនឹងទន់ខ្សោយឬភ្លាមនោះរន្ទះជើងជាមួយនឹងកំណាប់ដៃនឹងក៏ជិតបានទង្គិចគ្នាប៉ុន្តែរន្ទះជើងរបស់ជូហ្វានខ្លាំងជាងព្រោះអីមានធម្មពលរន្ទះពណ៌ស្វាយក៏អាចតទៅចំកណ្ដាលមុខរបស់បេឈិនធាននោះបានត្រូវមួយជើងនេះវាក៏រៀងដកឃ្លាថយមកខាងក្រោយចូហ្វានក៏ស៊ូទៅបន្តដោយប្រាប់ថាលោករតយហងពូពួកយើងក៏ដូចគ្នាទេលោកជាមួយនឹងខ្ញុំមិនទាន់បានប្រើស្នៀតសម្ងាត់ណាមួយឡើយរហូតតែដល់ពេលចុងក្រោយប៉ុន្តែបែឈិនធានបានឃើញថាមកពលរន្ទះពណ៌ស្វាយនឹងចំកណ្ដាលមុខក្នុងពេលភ្លាមនោះរន្ទះពណ៌ស្វាយយ៉ាងខ្លាំងក្លាក៏បានផ្ទុះឡើងផ្សែងបារសាបាត់ទៅឃើញថាទីកន្លែងមួយនោះប្រហោងឡើងប៉ុណ្ណាណីគ្នារបស់ឈិនធានគិតថាកំណាប់ដៃរបស់ចូហ្វានេះគឺខ្លាំងមែនគឺមិនអន់ជាមួយដៃរបស់ឈិនធានមុននេះនោះទេឆ្មាបែឈិនធាននោះក៏បានងើបចេញពីថ្មនៅខាងក្រោមវិញបើមើលទៅការរាងកាយរបស់គេនេះមិនមានរបួសសូម្បីតែបន្តិចយូសានៅពេលឃើញចឹងក៏រៀងភ្ញាក់ផ្អើលដែរត្រូវមួយដៃមុននេះគាត់មិនមានរបួសសូម្បីបន្តិចគាត់គឺពិតជាអស្ចារ្យមែនរួចពួកគេក៏រត់ទៅរកឈិនធានឲ្យសួរថាលោកប្រុសតូចមិនកើតអ្វីទេឬតែឈិនធានសួរបកវិញចូហ្វានតើក្មេងនោះវានៅឯណាយូសានក៏ប្រាប់ថាលោកប្រុសធំមួយដៃចូហ្វាមុននេះបានធ្វើឲ្យមានផ្សែងបានផ្ទុះឡើងពេលដែលផ្សែងបានរសាបាត់ទៅពួកយើងឃើញតែលោកប្រុសធំតែម្នាក់ទេពួកយើងមិនបានឃើញដារបស់គាត់នោះទេខ្ញុំសង្ស័យថាគាត់ក៏បានរត់គេចបាត់ហើយឈិនធានលឿនអញ្ចឹងក៏ប្រាញាណរបស់គេសង្កេតដែរតែដូចជាមិនឃើញទោះជាអញ្ចឹងក៏សួររកក្រុមរបស់ឈិនឆេងតើពួកគេនោះទៅណាបើអ្នកនេះលឿនអញ្ចឹងក៏បញ្ញាប់សុំទោសដោយប្រាប់ថាពួកគេនោះក៏បានរត់អស់ហើយក្នុងចិត្តអ្នកទាំង3នេះភ័យមែនតើខ្លាចតែឈិនធាននេះធ្វើបាបទេតែឈិនធាននិយាយឡើងឲ្យពួកគេនោះរត់ទៅវាគ្មានអ្វីផ្លាស់ប្ដូរឡើយអបយូសានក៏រៀនឆ្លងដែរពេលដែលឈិនធាននេះទោះបីជាខាតបង់អញ្ចឹងក៏ដោយនៅតែស្ងប់អារម្មណ៍បានទៀតដល់អញ្ចឹងក៏គិតថាឈិនធាននេះក៏បានផ្លាស់ប្ដូរអត្តចរិតប៉ុន្តែឈិនធានក៏និយាយឡើងកុំភ្លេចពីមីសិនរបស់ពួកយើងនៅក្នុងការប្រកួតប្រជែងទឹកនេះសនហ្វាងលើអញ្ចឹងក៏និយាយឡើងវាគឺជាតំណែងដឹកនាំគ្រួសារទាំង7គ្រួសារហងពូបានរក្សាតំណែងមួយនេះ1000ឆ្នាំហើយវាមិនមែនព្រោះតែការប្រកួតប្រជែងកូនក្មេងបែបនេះទេប៉ុន្តែគឺជាធម៌ពលរបស់គ្រួសារហងពូឈិនធានបន្តពួកយើងមិនចាំបាច់លេងល្បែងដ៏គួរឲ្យធន់នេះដើម្បីបញ្ជាក់ពីអ្វីគ្រប់យ៉ាងទេ
มันแม่นเติมแต่เปอะไรนุเตเปข้างมกก่อนจังได้ยูซานกระทางกรูซาฮองปูได้ปูยังบานสควอมันได้ปลายประโดเตคือไม่ปอนชนะเฮยดาวจังเก้ก็เลือกลางปีกรอบธนามปิศาจได้เมียในตีนี้ชินเทียนตอบทางกรอบธนามปิศาจคือเชียกรอบธนามธนตีประใบดอกกำโรสมใบตายกรูซาฮองปูก็จังบานเวียได้ตัวเชียนะโนคือเชียโกได้ดอกปีบ้าระบาปูยืงยูซาดาเปมันโยนจังก่อจังเอาดอกประโตยฮองปูนี้เป็นโยปราโปเกโพชินเทียนบานเลือนจังก่อปราพาโกได้ระบาปูยืงคือเชียโจฟานบ้านเลือแบบนี้แน่ตั้งใบนู้ก็พยาบาโดยโปเกก็เกิดลางตากรูซาฮองปูโจมขนงสมรพมนี้โปรตายมนุษย์มเนะตาก่อนนี้เกิดจรานเปเตดังไอชินเทียนก่อนมันต่อตาปูอังกระทาโจฟานตายมาในไอตามันเป็นตำไลในขนมประกาศโดยเชียสมรพมมวยในเตหรือใบหยาหนูดาเปมาเลือนจังเตอก่องูกบ้าชินเทียนดาเปเคินจังก่อทาเอาทาละงงแมนปูอังเจอทากอดนี้มันเป็นตำไลโปรตายกอดกรอนตาจีเนียประกาศมาในไอได้คลางหรือโจประสันบ่าเยื่อปราบตะการปูอังทาเกนี้เมียนเตบก่อสอโดยเชียจูเกอจางฟังนังหลังบูจางเกกรอนตาไตรกาการกับอำนาจเฮาเกหนังหอลางตือเลือในรอกนี้ดาบานเตอดอนี่จะให้พอได้ปูยืนไตรแต่บอมบะสลาบระบอกเกมนเปรเกนูอาถวยบานตามใต้อำเภอจดมันจานุเตมันยุ่มันฉาบกรูซาแตงปรำปีคือมันเมียนวัตเมียนเทียดลอยใต้ในตะกทาสมรพมนี้คือมันเมียนไวกรอนตาเจียระบายดอกโกยทนตรอนเตียรือเปียสำใดต่างอันนี้คือใจหมักปีมัวระบอหลกเลิงวูชางบาเลือนจังโปเกนูโกจับดามพญาปาชินเทมันโตโกยสไลได้ปอมหอยุวิเมียนเชียนล้องวิเมียนเชียนฮุกขวะพเนกเมื่อมันเคยเรือมูนีบาเจตจรสมปอนมัดจมือหนังเจ้าไทยนามุ้ยเกนังโลเยอไวกรุบยางอย่างนะกรูซาลูสนกรามกากาปีระบอกรูซาอะเทเรียนหอยโปเกโกตัวบานกากอมเตอใจมาปีดูกูจานเทียนปุยมันเมียมาโชว์บายนาบแสงจัดการเกนุบ้านในขนมเปมูนีลอยเมียนใต้ในขนมสมรพมวยนีนูเตโกได้ระบองปุยแต่มวยโกดในขนมสมรพมวยนี้คือยากบ้าระบองโจฟานยูซานกระทานี่คือเชื่อเลือดตำบลเฮาได้เกมันเคินชินเทียนนี่บางหางเจตนาจ้องจุ้ยแต่ดอกกรูซาฮองปูนจังปันตายโกนานี่มันอายเตรูเต้ในขนมกาสำหรับบ้านคือไปบะเชียงกาประโมยกรอบธนามปิศาจนังประชามกจุ่มหนังสัตว์จำลายเตเตียดก็ด้วยก่อโซธาหลบเราทอมตาปุยกำจัดโจฟานอย่างใบเตอร์เอาการระบองปุยและอบมพอดคือคมแนวรอกนี้ให้บังคับเอาโจฟานในตีนี้ปันใต้อะไรผ่านการระบองปุยปราใจเฮาโปเกนำบังการกาปีอันจังเวียคือการตายปีบ่าเจียงบนชิงเทียนตัวเวนตามนี้คือเชียเอาการดอลอบมพดเกสาวลางดอมันโตทาเวียกรอนตายเจอการเตะตีนเตลัดนู้หนึ่งทะเลโจเด็กขนมเตะเอาไว้ได้นะซ้อคือเรื่องจำดาวเป้ได้ธนามโปนุบัญจังประสิทธิเพียบโปเกกระทาโปเกคือบานรถเกิดรวยแต่งดาการปิดโปเกคือบานจอบในขนมอันแตะเฮานี่คือเชียการเรียบจอมพันการระบอหลกเหลืองบูชางอ้อยมากันหลกเปรามันแหนนี้มันบานกระทาระบายระบอโจฟ้านี่มีสังคมอ่านโรยนูเตนี่เจ้าเก้ก่อซอยลางแต่งเมืองจุ่มเหนือเจ้าซาเรื่องมาหันปีมนุษย์อันกำบังนี่เก้นี่ลางมันได้นักสมานทากอดบาบันเทียบขลุ่นมาดอสไลจุ่มมือหนังขมายจุ่มนอนกราวเตห้องปู่ชิงเทียนเมียนแต่งเตก่อซ้อจุ่มมือหนังอำนาจปันตาเลยนี่เก้สมัยตาเมียนลังบูช่างในปีกราวขนองโจฟานตาไอ้ดังเตไอ้เนเปนี่กำปงแต่ประช่างจุ่มมือหนังมนุษย์กำปูได้เมียนแต่งกำลังจุ่มมือหนังปราดญาบาสันไอ้จันเวกรอนตาเจริญอาโจตทอสำหรับไอ้ปันโนแต่บาสันไอชเนียไอ้นักคลายตะเจียก้นอกดอกเมียนดำไลเสเรื่องมาหันปีโจฟานเก้ก่อหอหาบานปะแตเคยกรมระบากล้วนดอนจังก่อโจเตอร์เทียนสางเคยจังก่อจงสมานตาเจียสตร์แต่ดับไปบานเคยโจฟานเฮาเก้ก่อริกรีลาหมกวนโจฟานทบทาไตรเฮารุ่ยโลกโดอบระบากล้วนใจมาทัวไว้โลโกนาตายาเวตโตเวนเตอร์เทียนสางตอบทาระบองโจฟานไตรเฮายมเมียบำนองจองเรียนประมาณเสนียดเจนปีระบองปันตาวิมาแมนเจเปลโอเตสนักนองสานเพียบอักรอันจังโจฟานมันโตดำมาเตเตียดในรอกเนียเคยค้นสดสังตายเลือกโซซาต่างอ้อตมระบก็ทอมราเตแต่เราไปมาเคยมรมเนกเรียงปลาปโดชิงแช่งดาสัมดาโจมตมระบเนียงโดยเจเรียงบารอมรุ่ยก่อสูลางทาโจฟานตามเบียนชื่อตรังนาได้เตโจฟานตอบแต่งเงียมกจันทามันไอลอยปันตายฮองปูชินเทียนมันแมนเงียดอสไลเตรุ่ยก่อปโดสำนัวตาอนาเตอร์หนึ่งจะเป็นนางแนบแสงเทียนเฮาอนาเตอร์สัตว์คำเยียระบอกขยมบางเมื่อเตอร์ในต่างปีนี้ดูเจียเรียงระเอียดคลูนอย่างมันโนเตเปลี่ยนโนซินย้อนปราบทาระบองโจฟานคือมันบานดังลอยซาปเยียระบองระบองกาดนามันเมียนนาเกมันแนเฮียนเตอร์จเตปันใต้เรียนจำนายดับเบิลเคยวิ่งเตอจัสนัดจมวยนางแหนเนียงหนึ่งจมวยนางหลบเราโตตีปีเทียนยางลูกอันเมื่อได้ครูนอันบ้านโดยเป็นนี้ชาวกำปงแต่นวมหนึ่งจมวยนางเทียนยางลูกห่อหาเลงเจ้าฟ้านกัดลังบะซาโรนเต้คือเชียร์ซาวิญญาณธนากปัว
ហេតុអ្វីបានវាទៅជិតស្និទ្ធជាមួយនឹងមនុស្សចម្លែកទៅវិញប្រហែលជាព្រោះតែចិញ្ចៀនរន្ទះដែលពួកគេទាំងពីរអ្នកនោះបានពាក់ហើយចិញ្ចៀនរន្ទះគឺបានចម្រាញ់ចេញមកពីម្ដាយរបស់ឆៅអឺមិនឆ្ងល់នោះទេដែលឆៅអឺជិតស្និទ្ធជាមួយនឹងអ្នកទាំងពីរនោះទោះជាគិតអញ្ចឹងចៅហ្វានក៏និយាយឡើងថាប្រហែលជាជោគវាសនាបន្តមកនាងអើក៏បានឃើញថាចៅហ្វាននឹងក៏បានត្រឡប់មកវិញហើយតែធានយ៉ាងឃើញចឹងគិតឡើងអាជនទី3នោះគឺបានមើលទៀតហើយរួចឆៅអឺក៏បាននាំពួកគេទាំងពីរនោះចូលមកក្រោមវិញនាងអើក៏សួរតាមម៉ាក់សៃរន្ទះនេះគឺជាម៉ាក់សៃដែលពួកយើងរកឃើញចេញមកពីព្រៃលើកមុននោះឬចៅហ្វានតបថាត្រូវហើយខ្ញុំផ្ញើវាបានតើវាយ៉ាងម៉េចដែរនាងអើតបថាគូឲ្យស្រឡាញ់ណាស់ដូចទៅនឹងម្ដាយរបស់គេអញ្ចឹងស៊ីងយុនលឿនចឹងគិតឡើងតើសត្វចម្លែកនោះគូឲ្យស្រឡាញ់យ៉ាងម៉េចទៅយ៉ាងណាចៅហ្វានក៏បានឲ្យអ្នករកគ្នានឹងការពារជុំវិញនេះខ្ញុំត្រូវការស្ដារឡើងមកវិញបន្តិចសិនបន្ទាប់ពីព្យាបាលរបួសអីហើយស៊ីងយុនក៏សួរទៅចៅហ្វានថាតើពួកយើងធ្វើអ្វីទៀតចៅហ្វានតបថាគោលដៅចម្បងរបស់ពួកយើងគឺស្វែងរកកូនសោនិងច្រកចេញដើម្បីចាស់ចេញពីទីកន្លែងនេះតែម្ដងពួកយើងបំភ្លេចចោលពីគ្រាប់ថ្នាំពិសេសនោះទៅជីវិតរបស់ពួកយើងគឺមានតម្លៃជាងខ្ញុំអាចស្វែងរកពួកគេនោះបានដោយខ្លួនឯងបើសិនជាខ្ញុំចង់នេះអញ្ចឹងហើយចៅហ្វានចាប់អារម្មណ៍ថាទៅមុខអ្នករកគ្នាដូចជារៀងខកចិត្តភ្លាមនោះធានសាងនិយាយឡើងលបងចៅហ្វាននិយាយត្រូវហើយទោះបីជាពួកយើងចង់បន្តប្រយុទ្ធក៏ដោយតែជាមួយនឹងកម្លាំងខ្សោយរបស់ពួកយើងនិងការដែលចាស់ចេញគឺល្អជាងឡុងស៊ីងយុនឆាប់យកវាចេញមកពួកយើងនឹងលបងចៅហ្វានត្រូវតែពីគ្រួដើម្បីរកផ្លូវដែលល្អបំផុតចាស់ចេញពីទីនេះចៅហ្វានលើចឹងគិតឡើងតើពួកគេនេះមានអាវុធសម្ងាត់ឬស៊ីងយុនក៏ហុចរបស់មួយឲ្យទៅចៅហ្វានដោយនិយាយឡើងខ្ញុំគឺជាមនុស្សរស់នៅពេលបច្ចុប្បន្នខ្ញុំមិនបានខ្វល់ច្រើនពីសមរភូមិមួយនេះទេសូម្បីតែលបងធានសាងក៏អញ្ចឹងដែរប៉ុន្តែបើសិនជាសារភាពផ្ទះរបស់ពួកយើងត្រូវបានបំផ្លាញពួកយើងគឺមិនចង់ឃើញរឿងនោះកើតឡើងទេចៅហ្វានក៏បានបើកមើលរួចឃើញថានេះគឺជាផែនទីច្រកចេញក្បួននៅក្នុងភ្នំស្ដេចវិញ្ញាណនេះចៅហ្វានក៏សួរតើទទួលបានមើលពីណាតើអាចទុកចិត្តបានដែរឬទេស៊ីញយ៉នតបថានេះហើយគឺជារឿងដែលពួកយើងត្រូវពីគ្រូយោបល់ជាមួយនឹងលបងនោះអាធានសាងក៏ស្រែកឲ្យគ្នានឹងនាំពួកគេនោះចូលមកចៅហ្វានបានឃើញពួកគេនេះហើយក៏និយាយថាតើជាពួកឯងម្ដងទៀតហើយឬឆៃសែវទីងនិងសុនយូហ្វៃតែយើងមិនបានប្រាប់ពួកឯងឲ្យត្រឡប់ទៅផ្ទះទេតែពួកឯងមើលទៅនេះធ្វើអ្វីគេទាំងពីរអ្នកនោះដល់ពេលលើអញ្ចឹងហើយក៏រៀងពិបាកដែរស៊ីងយុនក៏សួរតើលបងចៅហ្វានស្គាល់អ្នកទាំងពីរនោះឬចៅហ្វានតបថាត្រូវហើយពួកគេនេះគឺជាជនក្បត់របស់គ្រូសាឡូឪពុករបស់គេគឺជាព្រឹទ្ធាចារ្យក្នុងគ្រួសារក៏មានទំនាក់ទំនងល្អជាមួយនឹងម្ចាស់គ្រួសារការចំនួនមុនយល់ហើយមានទឹកចិត្តល្អទុកជីវិតឲ្យពួកគេនេះបន្តរស់រានហើយតើលោកចាប់ពួកគេនេះបានយ៉ាងម៉េចក្រែងលោកគឺអាចសម្លាប់ពួកគេនេះបានដោយងាយស្រួលមិនអញ្ចឹងឬស៊ីងយុនតបថាជាការពិតទៅបន្ទាប់ពីពួកយើងរត់គេចហើយក៏បានជួបពួកគេនេះដំបូងពួកយើងគឺគ្មានគម្រោងចង់ទុកជីវិតឲ្យពួកគេនេះទេប៉ុន្តែពួកយើងក៏បានស្វែងរកឃើញប៉ែនទីកូនសោចំនួន2និងដបគ្រាប់ថ្នាំពិសេសផងដែរតែសម័យរបស់គេដូចជាតាក់ទើយ៉ាងម៉េចប៉ុន្តែចុះហ្វាលើអញ្ចឹងបានសួរពីដបថ្នាំនោះយ៉ាងលឿនស៊ីងយុនតបថាពួកយើងគឺស្វែងរកឃើញវាចុះហ្វាចាប់ស៊ីងយុនមកចិត្តដោយបន្តខ្ញុំដឹងហើយប៉ុន្តែតើវាមិនមែនមានសុវត្ថិភាពជាងទេបើសិនជានៅជាមួយនឹងខ្ញុំនោះចូលប្រសិនបើវាបានធ្លាក់ចូលទៅក្នុងដៃរបស់ហងពូឈីងធានវិញរឿងនេះមិនអាក្រក់ទៅហើយទេពួកយើងគឺមិនអាចឲ្យផលប្រយោជន៍របស់ពួកយើងត្រូវបំផ្លាញដោយសារតែមនុស្សម្នាក់ទេលើអញ្ចឹងស៊ីងយុនមិនអាចប្រកែកបានទេមានតែផ្ដោដបថ្នាំនោះឲ្យទៅចូហ្វានប៉ុណ្ណោះចូហ្វានគិតឡើងថ្នាំពិសិដ្ឋនោះឥឡូវគាត់មាន2ហើយនៅសល់តែមួយដបទៀតទេទោះជាណាខ្ញុំក៏ត្រូវការកូនសោដែលជាគូនឹងវាផងដែររួចឥឡូវនេះខ្ញុំគឺអាចបើកច្រកចេញភ្លើងនឹងដីបានហើយគ្រាន់តែបញ្ហានោះគឺកម្មាប់ដៃដែលបានវាទៅកាន់ហងពូឈីងធានត្រូវបានគេរារាំងបើសិនខ្ញុំតែម្នាក់ឯងខ្ញុំគឺចាក់ចេញយូរមកទៅហើយប៉ុន្តែពួកគេទាំងអស់នេះបន្តមកចុះហ្វានិយាយឡើងថាលបងឡងផែនទីនេះគឺជាអន្តៈទេស៊ីងយុនតបថាត្រូវហើយខ្ញុំក៏ទាអញ្ចឹងផងដែរពួកគេនេះបាននិយាយប្រាប់ថាការពីពេលពីសប្តាហ៍មុនហងពូឈីងធានបានមកជួនពួកគេនេះឲ្យស្វែងរកកូនសោដើម្បីគ្រប់គ្រងសមរភូមិទាំងមូលប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថានេះគឺរឿងចៃដន្យពេកហើយពួកយើងទៅតែក៏ចេញពីទីកន្លែងគ្រោះថ្នាក់បានជាជួបអ្នកទាំងពីរដែលមានផែនទីនេះទៅវិញខ្ញុំកាន់តែគិតកាន់តែសង្ស័យមានតែរងចាំលបងចុះហ្វានត្រឡប់មកវិញទេដើម្បីពិភាក្សាចុះហ្វានគិតឡើងស៊ីញយុននេះធម្មជាតិរបស់គេជាមនុស្សគ្មានការប្រុងប្រយ័ត្នយ៉ាងហោចណាស់គាត់ក៏មានគំនិតល្អនៅក្នុងការវិនិច្ឆ័យក្បួននៅលើផែនទីច្បាស់ណាស់គឺគួរឲ្យសង្ស័យប៉ុន្តែក្រុមដែលភៀសខ្លួនបែរជាមានរបស់ដ៏មានតម្លៃអញ្ចឹងវិញច្បាស់ណាស់អន្តៈគឺកំពុងតែរងចាំពួកយើងខ្ញុំដឹងហើយថានេះគឺជាអន្តៈប៉ុន្តែថាប្រយោជន៍ដែលទទួលបាននេះគឺលើពីគ្រោះថ្នាក់រួចអន្តៈមួយនេះខ្ញុំមិនអាចបញ្ចូលទៅបានទេហើយចុះហ្វានិយាយឡើងឲ្យពួកគេនោះស្ដាប់ឲ្យច្បាស់ពួកឯងត្រូវតែឆ្លើយគ្រប់សំណួររបស់ខ្ញុំបានសួរបើសិនជាខ្ញុំបានដឹងថាពួកឯងទាំងពីរនាក់បានកុហកនោះខ្ញុំនឹងធ្វើឲ្យពួកឯងសូម្បីតែសេចក្តីស្លាប់នឹងក៏មិនស័ក្តិសមដែរ
ពួកឯងទាំងពីរតើហងពូឈិនធានបានឲ្យពួកឯងរងចាំពួកយើងឬគេក៏បញ្ញាឆ្លើយថាអត់ទេដោយអ្វីដែលពួកយើងបាននិយាយគឺបានជួបជាមួយនឹងពលលោកដោយចៃដនខណៈពេលដែលរកផ្លូវដើម្បីចាក់ចេញចុះហ្វានកាត់ឡើងបើមើលទៅកាន់ភាពភ័យខ្លាចរបស់ពួកគេនេះពួកគេគឺមិនបានកុហកឡើយយ៉ាងណាក៏សួរបន្តតើពួកឯងជាអ្នកបង្កើតផែនទីនេះឬបន្ទាប់ពីបានរកឃើញក្បួនដើម្បីចាក់ចេញគេក៏តបថាអត់ទេក្បួនគឺរប៉ារប៉ាយឡើងពេញនឹងមិនអាចទៅរួចទេដែលពួកយើងរកឃើញនោះគឺមានក្រុមចំនួន5នៃពួកយើងក្រុមនីមួយៗគឺស្វែងរកនៅតំបន់រៀងខ្លួនពួកយើងប្រើបន្ទះត្បូងដើម្បីដៅវាបង្កើតជាផែនទីបន្តមកពួកយើងទាំងពីរត្រូវតែបញ្ជូនវាឲ្យទៅកាន់អ្នកដែលមានតំណែងខ្ពស់ចុះហ្វានសូមបន្តចុះចំណែកឯក្របថ្នាំជាមួយនឹងកូនសៅពីរនោះវិញគេក៏តបថាពួកយើងរកឃើញនៅតាមផ្លូវពួកយើងទទួលបានដបថ្នាំចំនួន2ប៉ុន្តែអ្នកវឹកហាត់កម្រិតទី4បានលួចយកទៅមួយដើម្បីទទួលបានគុណសម្បត្តិចំណែកឯមួយទៀតវិញគឺពួកលោកបានយកទៅហើយលបងចុះហ្វានចុះប្រសិនបើនេះក៏ជាអន្ទាក់ដូចគ្នានោះសេងយុនតបថាមិនចាំបាច់និយាយវានោះទេចុះហ្វានកាត់វិញមិនអីទេពួកគេនេះក៏ធ្លាប់ជាសមាជិកគ្រួសារលូដែរអាចឲ្យខ្ញុំមិនស្គាល់គេគ្រប់គ្រាន់ថាពីសម្ប័យរបស់គេបោកប្រាស់ឬក៏អត់សេងយុនលើអញ្ចឹងក៏បន្តបើសិនផែនទីនោះត្រឹមត្រូវពួកយើងគឺមានឱកាសអាចចាក់ចេញទៅបានចុះហ្វានកាត់ថាកុំទាន់បញ្ញាប់សบายចិត្តលឿនពេកផែនទីនេះអាចនៅតែជារបស់ខ្លាំងខ្លាយដដែលទេស៊ីងយុនដល់ពេលលឿនចឹងទៅក៏ងឿងឆោចុះហ្វានបន្តសម្ដីរបស់អ្នកទាំងពីរនេះគឺជាការពិតប៉ុន្តែក៏មិនធានាដែរថាហងពូឈិនធានស្មោះត្រង់ជាមួយនឹងពួកគេនេះឡើយនៅខាងហងពូឈិនធានវិញក៏បានកាន់ផែនទីមួយមើលដូចគ្នាយូសានឯងរៀបចំការវាផានៅឯច្រកចេញធាតុដែកបានគួយឯងទៅលាក់ខ្លួននៅឯច្រកចេញធាតុភ្លើងខ្ញុំនឹងលេនសនហ្វឹងនឹងរងចាំនៅឯធាតុដីត្រូវតែចងចាំនៅអ្វីដែលខ្ញុំបាននិយាយអ្នកផ្សេងមិនមែនជាបញ្ហានោះទេប៉ុន្តែមនុស្សម្នាក់នោះត្រូវចំណាយអ្វីគ្រប់យ៉ាងដើម្បីតាមគេនោះគ្រប់ដង្ហើមហើយត្រូវតែប្រកាសថាមនុស្សម្នាក់នោះស្លាប់យឺតៗហើយមានភាពជឿចាប់បំផុតយូសានក៏សួរលោកប្រុសធំពួកយើងក៏បានដឹងពីគោលបំណងរបស់លោកប៉ុន្តែការដែលសម្លាប់មនុស្សម្នាក់នោះពិតជាជះឥទ្ធិពលទៅដល់โจហ្វាមែនឬដោយសារតែពួកយើងបានផ្ដល់ទីតាំងជាមួយនឹងកូនសៅរួចហើយក៏មានសំបីតែដបគ្រាប់ថ្នាំពិសេសទៀតឥឡូវពួកគេអាចរកកិច្ចទៅដោយមិនមានការបារម្ភតើយល់ល្អគួរតែផ្ដល់ឲ្យពួកគេជាមួយនឹងផែនទីខ្លាំងៗទេពួកយើងអាចលួចវាបហាពួកគេហើយសម្លាប់ពួកគេដោយសម្ងាត់ឈិនធានតបថាល្ងងណាស់โจហ្វានឆ្លាតវៃនិងមានល្បិចកលច្រើនតែឯងគិតថាឯងអាចបោកប្រាស់โจហ្វានជាមួយនឹងរបស់ខ្លាំងឬបានគួយក៏លោកមាត់ចុះប្រសិនបើគេសង្ស័យខ្លាំងដល់គិតថានោះមិនមែនជារបស់ពិតទៅឈិនធានតវិញអញ្ចឹងហើយបានជាពួកយើងផ្ដល់អ្វីគ្រប់យ៉ាងឲ្យគេនោះជឿសូម្បីតែអ្នកទោសពីរអ្នកនោះក៏ជាការពិតផងដែរអ្នកទាំងពីរគេនោះមានគោលបំណងចង់រក្សាទុកវានៅក្នុងទីងងឹតចំណេះដឹងរបស់ពួកគេមានដែនកំណត់មិនថាផែនទីកូនសៅឬក៏ក្របថ្នាំទេអស់នោះព្រោះតែមនុស្សរបស់ខ្ញុំបានបង្ហាញពួកគេពីស្រមោលពីសម្ប័យរបស់ពួកគេមិនមានការសង្ស័យទេគាត់គឺមិនបាននឹងឡើយពួកយើងសម្ប័យតែបោកប្រាស់ទៅកាន់មនុស្សរបស់ពួកយើងអញ្ចឹងពួកគេនោះនឹងធ្លាក់ចូលទៅក្នុងអន្ទាក់មិនថាគាត់មានភាពវៃឆ្លាតប៉ុណ្ណានោះទេគាត់នឹងមិនអាចរកឃើញរឿងដែលមិនពិតនៅក្នុងចំណោមអ្នកទាំងពីរនោះបានទេលើអញ្ចឹងសនហ្វឹងក៏សរសើរទៅកាន់លោកប្រុសខ្លួនថាមានកម្លាំងខ្លាំងហើយនិងមានភាពវៃឆ្លាតទៀតឈិនធានទៅវិញនេះគឺជាផែនការរបស់លោកលឹងវូឆាងទេខ្ញុំមិនបានធ្វើអ្វីតាក់ទងទៅនឹងរឿងនេះឡើយលៀមនូយូសានិយាយឡើងដបថ្នាំពួកយើងដែលមាន3ឥឡូវនេះគឺនៅសល់តែមួយទេឈិនធានទៅវិញតែឯងបារម្ភពីរឿងនេះធ្វើអ្វីទៅជាមួយនឹងភាពលោតលន់ពីធម្មជាតិរបស់โจហ្វានគេនឹងមិនពេញចិត្តជាមួយនឹងអ្វីដែលគេមាននៅពេលនេះទេមួយចុងក្រោយនេះគេប្រកាសជាចង់បានដែរហើយពួកយើងត្រូវតែដោះស្រាយជាមួយនឹងគេសម្រាប់អ្នកផ្សេងទៀតគឺងាយស្រួលនោះទេធ្វើទៅតាមផែនការពេលនោះមិនថាដបថ្នាំ3ផ្សេងទៀតជាមួយនឹងក្បាលរបស់โจហ្វានប្រកាសជាទទួលបានក្នុងពេលតែមួយនេះអញ្ចឹងហើយហងពូឈិនធាននេះក៏បានសើចឡើងយ៉ាងខ្លាំងទៅសាររឿងក៏បានកម្មមកដល់ខាងโจហ្វានឯនៅវិញស៊ីងយុនក៏សួរលបងโจហ្វានតើឃើញអ្វីដែលចម្លែកមែនទេបានថាផែនទីនេះខ្លាំងអញ្ចឹងโจហ្វានតបថាគ្មានអ្វីតតែសោះទាំងផែនទីជាមួយនឹងអ្នកទោសទាំងពីរនាក់នេះប៉ុន្តែគ្មានផ្លូវនោះទេដែលរបស់ល្អបែបនេះធ្លាក់ចូលមកក្នុងដៃរបស់ខ្ញុំយ៉ាងងាយនោះហើយរបស់ទាំងពីរនេះសុទ្ធតែជាអ្វីដែលពួកយើងចង់បានជាងឆេនិយាយឡើងប្រហែលជាពួកយើងមិនចាំបាច់ត្រូវការផែនទីទេពួកយើងគួរតែអាចធ្វើរមាទៅកាន់ទិសដៅផ្ទុយโจហ្វានតបថាណាគេថាពួកយើងមិនត្រូវការផែនទីនោះប្រសិនបើវាគឺជារបស់ពិតរួចប្រែវាឲ្យខ្លាចទៅជាអន្ទាក់វិញតើវាមិនមែនមានតម្លៃជាងទេឬចាប់តាំងពីពួកគេបានរកផ្លូវទាំងអស់បង្កើតជាផែនការប្រឆាំងជាមួយនឹងពួកយើងទៅហើយពួកយើងមានតែធ្វើទៅតាមបំណងរបស់ពួកគេទេដោយពួកយើងគ្រាន់តែលើកដៃវាទៅកាន់ពួកគេទៅបានលើអញ្ចឹងអ្នកទាំង3នោះក៏ដូចជារៀងកាំងបន្តិចហើយโจហ្វានក៏បានបោះថងមួយឲ្យទៅកាន់អ្នកទាំង3នោះទទួលយករួចក៏ប្រាប់ថារងចាំចំនួន5ថ្ងៃចាំបើកវាអានឬក៏ស្រែកឡើងឲ្យទៅកាន់អ្នករាល់គ្នាបានដឹងថាពួកយើងនឹងផ្លាស់ទីហើយ
បើចេញជា3ផ្នែកតាមគ្រួសារនីមួយៗរួចត្រូវតែធ្វើរមាទៅកាន់ច្រកចេញទាំង3ផ្លូវសេងយន់លឿនអញ្ចឹងក៏សួរម្ដេចបានជាបំបែកផ្លូវគ្នាធ្វើអញ្ចឹងមិនកាន់តែធ្វើឲ្យពួកយើងទន់ខ្សោយជាមុនទេចុះហ្វានទៅវិញត្រូវហើយគ្រាន់តែបំបែកផ្លូវគ្នាទៅជាមួយនឹងទំហំគ្នារបស់ពួកយើងងាយស្រួលណាស់ដែលអាចឲ្យអ្នកផ្សេងនឹងប្រទះឃើញក្រុមតូចៗនឹងអនុញ្ញាតឲ្យពួកយើងនឹងធ្វើសកម្មភាពដោយមិនបានដឹងមុនរួចនៅក្នុងករណីដែលបានជួបសត្រូវដោយចៃដន្យងាយស្រួលនៅក្នុងរត់គេចឬក៏លាក់ខ្លួននៅទីកន្លែងដើមឈើក្រាស់ៗ